សួស្តីបងប្អូនខ្ញុំមកអាប់ដេតព័ត៌មានដែលថាជនជាតិចិនដែលគាត់អាយុ45ឆ្នាំគាត់មកលេងផទយានៅប្រទេសថៃហ្នឹងគឺគាត់បានសម្លាប់បាទភេទទី3ដែលមានអាយុ25ឆ្នាំដោយវះយកកន្ត្រៃបាទកាត់ជ្រៀកឡើងមកលើហើយយកបេះដូងខ្វេះយកសួតយកអីមកកាត់នេះហើយដែលបាត់សួតមកជំហៀងគេកំពុងតែចម្រិតសួរឥឡូវបាទគាត់បានសារភាពទាំងអស់ហើយគិតករហ្នឹងគឺសារភាពថាសួតដែលបាត់ហ្នឹងគឺយកបាទកាត់លេងខ្ទេចខ្ទីហើយវាថាយកកន្ត្រៃកាត់ជ្រៀកលេងនឹងវល់មែនតើអញ្ចឹងហើយគេថាស្មានតែគាត់យកសួតហ្នឹងទៅធ្វើអីយកទុកទៅលក់ទៅអីចឹងជួយដូរគ្រឿងក្នុងអីតាមពិតមិនមែនទេវាថាវាចង់ដឹងថាគ្រឿងក្នុងមនុស្សហ្នឹងមិនចឹងវាថាវាធ្វើអញ្ចឹងដោយសារតែវាធ្លាប់មើលរឿងរបៀបថាគេផលិតអារឿងឃាតកម្មរន្ធត់វះវាថាធម្មតានៅវាចិត្តវាមានរឿងដែលគេជួយចិត្តមើលហើយទៅមកវាធ្វើតាមរឿងហើយស៊ីលីកូនអីវាខ្វេះចេញមកវាចង់ដឹងអញ្ចឹងថាយកអីដាក់បានកើតជាមនុស្សស្រីចាប្រុសកែភេទអីចឹងចូលមកវាយកមកច្បាច់លេងបោកលេងហើយធម្មតាហើយរួចហើយវាក៏ຕົកនៅគៀនសាកសពអញ្ចឹងទៅហើយវាថាវាធ្វើហ្នឹងគឺវាអត់បានវាថាព្រៀងឬតាំងចិត្តទុកមុនទេប៉ុន្តែគឺវាធ្វើវាហែកមើលហែកអីហ្នឹងវាចង់ដឹងថាដូចនៅក្នុងខ្សែភាពយន្តដែលវាធ្លាប់មើលមុនអញ្ចឹងគឺវាធ្វើឲ្យដូចនៅក្នុងរឿងដែលវាធ្លាប់មើលអញ្ចឹងស្ដាប់ទៅវាពិតជាបាសាហាវហើយគួរឲ្យឈឺចាប់មែនទែនចំពោះឪពុករបស់គាត់ហើយម្ដាយរបស់គាត់វិញគឺមកអត់កើតណាវាថាគាត់ខ្សោយហើយឪពុកមកបានតែត្រឹមរត់ទៅដូចថាគាត់ខឹងខ្លាំងគាត់ទៅវាយទៅអីប៉ូលីសគេពាក់អីការពាររបៀបឃាតករហ្នឹងគេខ្លាចជាជនខឹងហើយវាយហើយឪពុករបស់គាត់ម្ដាយគាត់សំណូមពរឲ្យច្បាប់ចេញប្រហារជីវិតប្រោះជនជាតិចិនហ្នឹងទៅចង់ឲ្យប្រហារជីវិតឲ្យស្លាប់ទៅដូចកូនគាត់ដែរព្រោះគាត់ជឿចាប់ខ្លាំងដោយសារតែកូនគាត់ហ្នឹងគឺជាកូនល្អមែនទែនហើយកែភេទទៅគឺដូចមនុស្សស្រីគឺស្អាតអញ្ចឹងហើយទៅធ្លាប់ទៅធ្វើការនៅប្រទេសក្រៅទៅជប៉ុនទៅអីចឹងក៏ផ្ញើលុយមកហើយគាត់ក៏នឹងរៀមនឹងហោះហើររបៀបថាទៅធ្វើការនៅខាងក្រៅប្រទេសថៃដូចគ្នាតែដោយសារតែគាត់ទៅទទួលរបៀបថារស់ស៊ីបែបថាទៅទទួលភ្ញៀវចេញភ្ញៀវមួយចិនហ្នឹងគឺវាសយថ្ងៃសរុបគាត់ហើយថ្ងៃទី26ខែមេសាហ្នឹងគឺជាថ្ងៃខួបរបស់ម្ដាយរបស់គាត់ដូច្នេះហើយម្ដាយរបស់គាត់គិតថាក្នុងថ្ងៃ25ហ្នឹងគាត់ស្លាប់កើតហេតុវាម្លងចូល26ចឹងម្ដាយរបស់គាត់ពេលព្រឹក26ទៅពេលល្ងាចរសៀលគឺគិតថាកូនរបស់គាត់ហ្នឹងមកធ្វើចូលរួមខួបកំណើតគាត់ដូចរាល់ឆ្នាំអញ្ចឹងណាម្ដាយរបស់គាត់ធ្លាប់និយាយប៉ុន្តែនឹកស្មានថានៅពេលចេញព័ត៌មានមកគឺកូនរបស់គាត់ស្លាប់នៅថ្ងៃដែលម្ដាយខួបកំណើតម្ដាយអញ្ចឹងណាអញ្ចឹងគាត់ពិតជាបាក់តក់ស្លុតហើយក៏ឈឺចាប់ខ្លាំងមែនទែនបាត់បង់កូនដែលគាត់ស្រឡាញ់ហើយចំពោះឪពុករបស់គាត់វិញថាម្ដាយហ្នឹងគឺធ្លាប់មើលគ្រូមិនដែរថានៅអាយុ60គាត់ហ្នឹងគាត់នឹងបើឆ្នាំហ្នឹងគាត់នឹងបាត់បង់របៀបថារបស់ដែលស្រឡាញ់និយាយថាដូចមនុស្សជាទីស្រឡាញ់នឹងត្រូវបាត់បង់អញ្ចឹងណាបាត់បង់របស់ម្យ៉ាងដែលយើងស្រឡាញ់ឬក៏ជាមនុស្សដែលយើងស្រឡាញ់គាត់អញ្ចឹងគាត់បារម្ភស្មានតែប្តីគាត់ទេព្រោះប្តីគាត់អាយុ60គាត់អញ្ចឹងខ្លាចថាមានជំងឺអីនឹងស្លាប់អញ្ចឹងណាព្រោះគាត់ស្រឡាញ់ប្តីគាត់អីអញ្ចឹងណាមិននឹកស្មានថាមកធ្លាក់បាត់បង់កូនជាទីស្រឡាញ់របស់គាត់នឹងសោះអញ្ចឹងបងប្អូនព័ត៌មានហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺអឃាតករចិនហ្នឹងគឺវាសាហាវណាស់បងប្អូនយល់យ៉ាងណាគិតយ៉ាងណាហើយវាជាមេរៀនរបស់បងប្អូនអរគ្នាអញ្ចឹងបងប្អូនជាគំរូបើសិនជាមានបាទភ្ញៀវចិនហៅទៅអីទោះទៅលុយច្រើនប៉ុណ្ណាក៏កុំទៅចិត្តកុំទៅបៀតពួកវាឲ្យសោះព្រោះអាហ្នឹងវាពិតជារោគចិត្តខ្លាំងណាពួកហ្នឹងណាអញ្ចឹងវាពិតជាសាហាវអញ្ចឹងសូមបងប្អូនមានអ្វីដែលខុសឆ្គងឬក៏មានព័ត៌មានអីដឹងជាងហ្នឹងខមមិនខាងក្រោមបាទអូខេ bye bye flow for more